ដើមឈើស៊ីមនុស្សនៅកោះម៉ាដាកាស្កានឹងឲ្យតអគ្នានេះគឺជាកោះម៉ាដាកាស្កាដែលត្រូវបានប្រជាជនរស់នៅតំបន់នោះនិងក៏សម្ព័ន្ធដើមជនជាតិភាគតិចបាននិយាយតគ្នាអំពីរឿងរ៉ាវមួយពាក់ព័ន្ធជាមួយដើមឈើដែលអាចស៊ីមនុស្សបានរឿងរ៉ាវមួយនេះរៀងប្លែកបន្តិចដោយសារតែវាពាក់ព័ន្ធជាមួយនឹងអបិយជំនឿនៃការបូជាយ៉ារបស់កោះសម្ព័ន្ធមួយដែលគេហៅថាម៉ូកូដូរឿងរ៉ាវដែលគេចាប់ផ្ដើមនិយាយអំពីដើមឈើមួយនេះគឺចាប់ផ្ដើមនៅអំឡុងសតវត្សទី19ដែលមានអ្នកកាសែតនិងអ្នកស្រាវជ្រាវមួយក្រុមបានចុះទៅរុករកនៅតំបន់ម៉ាដាកាស្កាហើយក៏បានផ្ទះឃើញនៅកោះសម្ព័ន្ធម៉ូកូដូបានយកមនុស្សទៅចងភ្ជាប់ជាមួយនឹងដើមឈើមួយដែលមានរូបរាងចម្លែកដើមឈើនោះវាមានស្លឹកធំនិងមានសរសៃវែងប្រៀបបានជាដូចដៃមឹកអញ្ចឹងដែរត្រឹមរយៈពេលតែមួយយប់មនុស្សដែលគេយកទៅចងភ្ជាប់ជាមួយនឹងដើមឈើមួយនោះក៏បាត់វត្តមានប៉ុន្តែនៅសល់តែទឹកឈាមមួយថ្លុកនៅក្នុងដើមឈើនោះតែប៉ុណ្ណោះហើយអ្វីដែលចម្លែកមួយទៀតគឺកោះសម្ព័ន្ធម៉ូកូដូបែរជាយកទឹកឈាមមួយថ្លុកដែលនៅក្នុងដើមឈើនោះយកមកផឹកដូចជាស្រាឡើងទៅវិញបន្ទាប់ពីពួកគេផឹករួចពួកគេមានអាការៈដូចជាស្រវឹងស្រាអញ្ចឹងដែរសម្រាប់អ្នកកាសែតជាមួយនឹងអ្នកស្រាវជ្រាវដែលបានចុះទៅដល់តំបន់មួយនោះគេឃើញរឿងបែបនេះគឺភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយពួកគេក៏មិនអាចនៅក្នុងតំបន់នោះបានយូរដែរដោយសារតែបារម្ភអំពីកោះសម្ព័ន្ធម៉ូកូដូចាប់ពួកគេយកទៅបូជាយ៉ាញ់ដោយមនុស្សដែលពួកគេបានឃើញអញ្ចឹងដែររឿងរ៉ាវមួយនេះត្រូវបានគេចោះនៅក្នុងកាសែត New York World កាលពីចំនួនមួយនោះប៉ុន្តែក៏មានអ្នកជឿហើយនឹងមានអ្នកដែលមិនជឿដែរដោយសារតែអ្នកវិទ្យាសាស្ត្របានចុះទៅរករកនៅតំបន់នោះដូចគ្នាប៉ុន្តែបានប្រទះឃើញនៅកោះសម្ព័ន្ធម៉ូកូដូនិងដើមឈើចម្លែកនោះទេហើយគេបាននិយាយថានេះគ្រាន់តែជារឿងប្រឌិតរបស់អ្នកកាសែតតែប៉ុណ្ណោះប៉ុន្តែអ្នករស់នៅក្នុងតំបន់ម៉ាដាកាស្កានិងកោះសម្ព័ន្ធមួយចំនួនជឿថាដើមឈើនោះពិតជាមានពិតប្រាកដមែនសម្រាប់ប្រទេសកម្ពុជារបស់យើងក៏មានរុក្ខជាតិស្រដៀងគ្នានឹងដែរដែលគេហៅថាប្រទាលបឺតឈាមឬក៏ប្រទាលណាំភួងតែរឿងនេះអត់សូវមានអ្នកដែលស្គាល់អំពីរឿងនឹងច្រើនទេប៉ុន្តែភាគច្រើនគឺបងប្អូនជនជាតិភាគតិចទើបគាត់ស្គាល់ចឹងអ្នកទាំងគ្នាគិតមិនដែរពាក់ព័ន្ធជាមួយរុក្ខជាតិទាំងអស់ហ្នឹងខមមិននឹងក្រុមអ្នកមួយមកហើយកុំភ្លេច follow អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីជួបគ្នានៅវីដេអូក្រោយបាយ